ភ្លេចថតភីវខ្ញុំមកឆងហ្មងរស់រាយហើយគាត់មកដល់แล้วក៏ចង់ញ៉ាំបន្ទង់ទៅជាអត់បានធ្វើឲ្យគាត់ទេបងប្អូនដោយសារតែថ្ងៃហ្នឹងយើងមានតែបន្ទង់តូចៗហើយការីខមមិនគាត់ថាយកឆាគ្រឿងនិងឆាអីផ្សេងទៅបន្ទង់ស្រែរបស់យើងទូចអញ្ចឹងបំពងវាទៅឆាអូជាតិណាស់និយាយជាតិហ្នឹងធ្វើមើលតែខ្លួនឯងចេះញ៉ាំតែពិតអត់ចេះញ៉ាំស្អីតែបន្តិចតែបើថារឿងធ្វើបន្ទង់ឲ្យធ្វើអីក៏ធ្វើបានដែរធ្វើបានទាំងអស់យើងបំពងវាឲ្យឆ្អិនរៀងក្រៀមសបកចេះមកបន្តមកយើងខ្ទះដដែលហ្នឹងដាក់គ្រឿងម្លីងវាឲ្យឈ្ងុយគ្រឿងបុករបស់យើងនេះយើងកិនទុកម្ដងមកកថងហ្មងទៅពេលត្រូវការឆាត្រូវការស្លមានស្រាប់ឥឡូវខ្ញុំសើបានចេញវីដេអូញឹកញាប់ទេនេះបងប្អូនឃើញស្រាប់ហើយមានអ្នកតោលេចតោការធ្វើម្ហូបឲ្យតោរហូតខុនស្រួលទេចង់ភើកូនកបិតចង់ឆាម្ហូបចង់ប្រឡាក់សាច់បាយព្រឹកអីហ្នឹងដាក់ទៅទឹកប្រឡាក់សាច់យើងមកកំងឆាគ្រឿងឆាក្តៅឆាភ្លាមម្ដបហ្នឹងឆាម្ហូបបានរហូតដល់20ចានបើថាយកទៅប្រឡាក់សាច់វិញបាន3ទៅ4គីឡូឆាអន្ទង់កន្លះគីឡូនេះចង់ឲ្យដិតដាក់4ស្លាបព្រាយើងឆាម្លីងវាឲ្យឈ្ងុយហើយដាក់គ្រឿងដាក់ម្រះព្រៅបានបាត់ហើយនេះឈ្ងុយណាស់បងប្អូននិយាយទៅប្រភេទឆាគ្រឿងរបៀបថាអន្ទង់ស្រែអញ្ចឹងយើងបង់គ្រឿងពេលរៀបលើបន្តិចណាបង្កើនក្លិនឈ្ងុយគ្រឿងហ្នឹងឲ្យវាស្រស់ល្អហើយមិនធ្វើអីច្រើនទេបង់តែម្រះព្រៅដាក់ម្ទេសទៅហឹលចេះមកជាតិណាស់បងប្អូនចង់បានទឹកប្រឡាក់សាច់ឆាចូលពេកណា